ពេលរៀបការមិនញញឹមលោកការបានចិត្តមួយខែធ្វើអត្តឃាតមកដឹងសាច់រឿងព្រៀងកូនកំឡោះឈ្មោះខួនកុសលនិងកូនក្រមុំឈ្មោះឈុនសុខាកាលពីថ្ងៃទី27ខែមីនាឆ្នាំ2025ដោយគេសម្គាល់ឃើញទឹកមុខកូនក្រមុំមិនញញឹមសោះរហូតមកដល់ពេលនេះមានអាយុកាលមិនទាន់បានមួយខែស្រួលបួលផងក៏ផ្ទុះព័ត៌មានថានាងបានធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងទៅហើយចំពោះមូលហេតុគេបានឃើញបណ្ដាអ្នកស្គាល់និងមិត្តភ័ក្តិបានទម្លាយសារសន្ទនាថាព្រោះនាងមិនពេញចិត្តនឹងមង្គលការនេះត្បិតរៀបការជាមួយមនុស្សប្រុសដែលម្ដាយទុកឪពុកដាក់ដោយនាងមានសង្សាររួចហើយនិងមិនអាចទ្រាំរស់នៅជាមួយមនុស្សដែលនាងមិនស្រឡាញ់ក្នុងនោះក៏មានការអះអាងថាកូនក្រមុំដែលធ្វើអត្តឃាតនេះជាកូនស្រីចិញ្ចឹមរបស់ម្ដាយឪពុកនាងតែប៉ុណ្ណោះមុនឈានដល់ថ្ងៃរៀបមង្គលការក្រាបផ្ទឹមចំពោះមុខមេបាស្រីប្រុសចម្រុះគ្នាមានទាំងផ្កាស្លាដ៏មានតម្លៃបំផុតនេះនាងក៏បានយល់ព្រមភ្ជាប់ពាក្យតាំងពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2024មកម្ល៉េះក្នុងនោះបរិះដែលជាសង្សារដែលគេឃើញចែករំលែកលើបណ្ដាញសង្គមបានចេញមកបញ្ជាក់ថាតាមពិតរូបគេនិងស្ត្រីខាងលើធ្លាប់បានស្រឡាញ់គ្នាកាលពីឆ្នាំ2022ហើយក៏